សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឈុនចម្រើនមកពី Alpha Design and Engineering ថ្ងៃនេះខ្ញុំមករៀនពី model Sag Road នៅក្នុង Test Class Structure អញ្ចឹងយើងចូលមក Application and Component យើង search ពាក្យ PEB អញ្ចឹងយើងឃើញហើយ PEB Anti Sag Roof and Wall ដល់ click ទៅវា2ដងយើងចុចតម្លាក់មកយើងរើស form យើងធ្លាប់បង្កើតកាលមុនយើង load វាមកអញ្ចឹងយើងឃើញតន័យហ្នឹងហើយអញ្ចឹងយើង input data យើងដាក់ចំនួន2ហើយចំពោះ parameter គឺយើង input data បែបនេះដល់ទៀតយើងចូលមក path យើង input data profile material name អូខេដល់ទៀតយើងចូលមក accessory and assembly គឺយើង input បែបនេះអូខេអញ្ចឹងយើង save វាមកជា modify apply អូខេអញ្ចឹងយើងចាប់ផ្ដើម pick plugin របស់យើងបន្តទៀតយើង my កដាលបន្តទៀតយើងរើសយក yes អញ្ចឹងយើង pick first reference member second reference member អញ្ចឹងវាចេញមកឲ្យយើងហើយនេះ Sag Road របស់យើង